อาจจะตอนตีตังสำนักโคชบับรมลบได้จำในเพลย์นั่งตันเล่มวยกับไล่ขนมไข่กับปงจามตระบานวิกับเตเจ้าเนินมุกปริญญาโรงนั่งอัญญาโทแปะปอนปริเมนจิมิบจุนโดยลูกเฮียงไทยទីតាំងសំណង់ខុសច្បាប់រំលោភដីចំណីផ្លូវនិងទន្លេមួយកន្លែងស្ថិតនៅក្នុងភូមិគៀនជ្រៃក្រៅភូមិគៀនជ្រៃស្រុកកំពង់សៀមខេត្តកំពង់ចាមដែលមានម្ចាស់ទីតាំងឈ្មោះលៀងជីវម៉េងបានយល់ព្រមរុះរើនឹងវាយកំទេចចោលចាប់ពីវេលាម៉ោង2:30នាទីដល់ម៉ោង4រសៀលថ្ងៃទី10ខែមិនិនាឆ្នាំ2026កន្លងទៅនេះដែលដឹកនាំដោយលោកឈឹមបញ្ញាព្រះរាជអាជ្ញារងនៃអัยការសាលាដំបងខេត្តកំពង់ចាមលោកមេធាវីរបស់រដ្ឋបាលខេត្តរួមទាំងលោកជឹមស៊ីងហុងតំណាងអាជ្ញាធរពាក់ព័ន្ធក្នុងស្រុកកំពង់សៀមមេឃុំមេភូមិនិងកងកម្លាំងមានសមត្ថកិច្ចជាច្រើនអ្នកទៀតនៅក្នុងកំណត់ហេតុស្ដីពីការរុះរើនិងវាយកំទេចចោលសំណង់ខុសច្បាប់រំលោភដីចំណីផ្លូវនិងទន្លេខាងលើនេះម្ចាស់ទីតាំងឈ្មោះលៀនជីម៉េងគឺបានចូលរួមសហការបានល្អដោយមិនបង្កបញ្ហារាំងស្ទះអ្វីមួយដល់ការអនុវត្តនីតិវិធីឡើយតាមរយៈការប្រើប្រាស់កម្លាំងគ្រឿងចាក់វាយកំទេចចោលទន្ទឹមនេះដែរនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តនាថ្ងៃទី11ខែមីនាឆ្នាំ2026កន្លងទៅឯកឧត្តមអ៊ុនចិន្តាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានលើកឡើងថាឯកឧត្តមនឹងបន្តបង្ក្រាបដល់ជនដែលរំលោភយកដីជាសម្បត្តិសាធារណៈរបស់រដ្ឋនៅស្រុកស្រីសន្ធរនិងស្រុកបាធាយឲ្យដូចករណីបង្ក្រាបអ្នកធ្វើរបងបេតុងពាត់យកដីចំណីផ្លូវនិងទន្លេនៅក្នុងភូមិសាស្ត្រស្រុកកំពង់សៀមកាលពីថ្ងៃទី10ខែមីនាកន្លងទៅនេះពាក់ព័ន្ធទៅនឹងករណីខាងលើនេះដែរមានថ្ងៃទី11ខែមីនាឆ្នាំ2026នេះរដ្ឋបាលខេត្តកំពង់ចាមក៏បានចេញនៅសេចក្តីប្រកាសព័ត៌មានជូនដល់អ្នកសារព័ត៌មាននិងសាធារណជនមេត្តាជាតិថាកាលពីអំឡុងដើមខែសីហាឆ្នាំ2025កន្លងមកគឺមានករណីសាងសង់សំណង់របងថ្មឥតរឹងមាំដោយគ្មានច្បាប់អនុញ្ញាតនិងសាងសង់លើដីចំណីផ្លូវសាធារណៈនិងដីចំណីទន្លេស្ថិតនៅភូមិសាស្ត្រគៀនជ្រៃក្រៅឃុំគៀនជ្រៃស្រុកកំពង់សៀមខេត្តកំពង់ចាមដែលមានម្ចាស់សំណង់ឈ្មោះលីមជីម៉េងហើយកន្លងទៅអាជ្ញាធរឃុំនិងអាជ្ញាធរស្រុកបានធ្វើការណែនាំម្ចាស់សំណង់ឲ្យបញ្ឈប់ការសាងសង់សំណង់របងរឹងមាំនេះហើយម្ចាស់សំណង់ក៏ធ្លាប់សន្យាចំពោះមុខអាជ្ញាធរបញ្ឈប់ការសាងសង់ដែរប៉ុន្តែជាក់ស្ដែងម្ចាស់សំណង់បានបិទបាំងទីតាំងដោយរបងឫស្សីពីខាងក្រៅនិងលើកលួចសាងសង់សំណង់របងថ្មឥដ្ឋពីខាងក្នុងយ៉ាងរឹងមាំដោយមិនខ្វល់ពីការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចឡើយមិនតែប៉ុណ្ណោះបើទោះបីជាអាជ្ញាធរស្រុកបានចុះឃាត់និងជូនដំណឹងឲ្យម្ចាស់សំណង់រុះរើសំណង់របងថ្មឥដ្ឋនេះចេញវិញច្រើនលើកច្រើនសារក៏ម្ចាស់សំណង់មិនចូលរួមសហការដែរក្នុងនាមរដ្ឋបាលខេត្តកំពង់ចាមក្នុងគោលបំណងរក្សាសណ្ដាប់ធ្នាប់សាធារណៈក្នុងវិស័យដែនដីនិងសំណង់បានស្នើសុំកិច្ចសហការពីស្ថាប័នអัยការអមសាលាដំបងខេត្តកំពង់ចាមនិងបានចុះអនុវត្តរុះរើសំណង់របងថ្មឥដ្ឋរបស់លោកលីមជីម៉េងដែលបានសាងសង់ដោយគ្មានច្បាប់អនុញ្ញាតនិងសាងសង់លើដីចំណីផ្លូវនិងទន្លេចតុសិកជនពី